oiแต่ព្រឹកឡើងណាគឺថារោននុកធ្វើម្ហូបនឹងធ្វើម្ហូបអីគឺបាក់ចិត្តអារឿងធ្វើម្ហូបនឹងឯងបងប្អូនអើយតែមានអីអង្គុយមុខតូបសុកបងប្អូនអើយកលេចឃើញដើមអំពិលលាស់ត្រួយឡើងខ្ចីលវក់ផ្ទះយាយនៅទល់មុខផ្ទះខ្ញុំហ្នឹងបងប្អូនគឺស្លឹកអំពិលលាស់មានអីកាន់ថងមួយដើមដៅទៅរហ្មងបងប្អូនក៏នឹកឃើញឃ្លានសម្លត្រីកញ្ចុះមានពងតិចស្លត្រួយអំពិលបងប្អូនឡើយខ្ញុំចាប់ដើមបូតហើយដោយសារអាអូនដេកហើយគឺឆ្លៀតធ្វើឲ្យហើយបើអត់ឆ្លៀតទេធ្វើអត់កើតទេនេះយើងបូតបានហើយឡើយយើងចាប់ដើមទៅស្លទាំងអស់គ្នាមកលាងត្រីសិនបងប្អូនត្រីកញ្ចុះរបស់យើងហ្នឹងអត់សូវពិបាកលាងពិបាកធ្វើដូចត្រីផ្សេងទៀតទេដោយសារគេកាត់ក្បាលរួចរាល់ហើយយើងគ្រាន់តែលាងស្បូតឲ្យវាអស់អំបិលឆ្អាបនឹងឯងមកបងប្អូនហើយនិយាយពីត្រីយើងវិញនេះពងបងប្អូនពងចុកពោះយកឆ្លោស្លឹកអំពិលដឹងតែជាតិហើយបងប្អូនអើយគឺថាត្រីពងពេញពោះហើយមិនមែនតែមួយពីរទេបងប្អូនសឹងតែទាំងអស់សិតតែពងខ្ញុំយកមកស្លោជាមួយតកួនដើមធំនេះបងប្អូនទិញគេតែមួយបាច់ទេបងប្អូនអើយ1000បានតែប៉ុន្មានដើមនឹងឯងបងប្អូនហើយយើងឆ្លោយើងដំវាឲ្យតែប៉ែតមកយកមកស្លោអំជូរស្លឹកអំពិលត្រីកញ្ចុះនិយាយពីថាត្រូវគ្នាជាតិខ្លាំងមែនតើបងប្អូនហើយស្លឹកអំពិលនេះគឺខ្ចីល្អទៀតយើងស្លោអំជូរបងអមដឹងតែឆ្ងាញ់ហើយបងប្អូនថ្ងៃហ្នឹងហើយឥឡូវនេះគ្រឿងស្លរបស់ខ្ញុំគឺរៀបចំរួចរាល់ហើយខ្ញុំចាប់ផ្ដើមទៅស្លហើយបងប្អូនហើយគ្រឿងស្លស្លឹកអំពិលនេះមានតែប៉ុន្មានមុខនឹងឯងបងប្អូនមានតែតកួនម្អមត្រីហើយត្រួយអំពិលហ្នឹងហើយយកបុកល្មៀតខ្ទឹមដាក់មកជាដំបូងនេះខ្ញុំដាំទឹកឲ្យក្តៅឲ្យពុះសិនបងប្អូនទម្រាំតែទឹកពុះគឺខ្ញុំមកធ្វើការច្រាំត្រួយអំពិលរបស់ខ្ញុំសិនខ្ញុំឆ្លោរដងខ្ញុំច្រើនតែដាក់ទាំងមូលតែឆ្លោអញ្ចឹងវាអត់ចេញជូរបងប្អូនវាអត់សូវចេញជូរបើច្រាំឲ្យវាម៉ត់អញ្ចេះហើយយកទៅឆ្លោនិយាយពីស្លឹកអំពិលយើងឆាប់ចេញជូរច្រាំហើយទឹកយើងក៏ពុះល្មមដែរបងប្អូនយើងឆ្លៀតពេលធ្វើអានេះខ្លះនោះខ្លះអញ្ចឹងទៅដើម្បីឆាប់បានស្លយើងយកខ្ទឹមបុកជាមួយល្មៀតហ្នឹងយកមកដាក់មុនគេមកឲ្យវាកាត់ស្អាតដើម្បីយើងបង់ត្រីទៅវាអត់ធំក្លិនស្អាតហើយពេលនេះទឹកស្លរបស់ខ្ញុំពុះត្រីខ្ញុំក៏ចាប់ផ្ដើមរៀងស្អិនដែរបងប្អូនខ្ញុំក៏ចាប់ផ្ដើមបង់ប្រហុកចូលបងប្អូនគឺយើងជ្រុំប្រហុកឲ្យរៀងស្អុយស្លអំជូរអញ្ចេះយើងឆ្លោគ្រឿងរៀងដិតមកនិយាយពីទឹកស្លរបស់យើងឆ្ងាញ់ណាស់បងប្អូនបើសិនជាយើងស្លម្ជូរគ្រឿងស្រាលអត់ជូរក៏អត់ឆ្ងាញ់ហើយស្លថ្ងៃហ្នឹងបូនផ្លឹកអំពិលមករៀងស្ទើអត់សូវជូរខ្ញុំក៏ដាក់អំពិលទុំជំនួសខ្លះដែរបងប្អូនពេលដែលជ្រុំប្រហុកហើយនេះយើងចាប់ផ្ដើមដាក់បន្លែដាក់អីចូលមកបងប្អូនហើយគ្រឿងក្រៅមានតែប៊ីចេងស្ករបើម្សៅស៊ុបខ្នុរអីហ្នឹងបងប្អូនគ្រឿងម្ជូរខ្ញុំឆ្លតែងតែដាក់គ្រឿងទាំងហ្នឹងបងប្អូនហើយតកួនរបស់យើងដំឲ្យបែកអញ្ចឹងមកយកឆ្លវាឆាប់ចូលជាតិតកួននេះបើយើងឆ្លទាំងមូលអត់ដំគឺវាអត់ឆ្ងាញ់ទេបងប្អូនវារៀងស្វិតដូចតកួនចាស់តែបើយើងដំតកួនយើងនឹងខ្ចីផ្ទាល់ពីតកួនយើងរៀងឆ្អិនយើងធ្វើការបង់ត្រួយអំពិលនេះបងប្អូនឃើញច្រើនតែអត់សូវជូរទេខ្ញុំដាក់អំពិលទុំលាយទេបងប្អូនហើយយើងបង់ត្រួយអំពិលដាក់ទាំងអស់មកដាក់ត្រួយអំពិលយើងឲ្យរៀងចេញជូរឲ្យតកួនយើងរៀងស្អិនមកគឺស្លរបស់យើងគឺអាចញ៉ាំបានហើយបងប្អូនយើងញិចម្ទេសហិលទៀតនិយាយវាឆ្ងាញ់ណាស់បងប្អូនអើយនេះបន្ទាប់ពីស្លយើងឡើងឆ្អិនយើងបង់ម្អមចូលមកដាក់ម្អមជូរចេះបានម្អមស្រាយក្លិនឈ្ងុយនិយាយពីថាស្លឆ្ងាញ់នោះឆ្ងាញ់បងប្អូនអើយខ្ញុំដឹងមិនខ្ញុំចូលចិត្តណាស់ស្លត្រីកញ្ចុះស្លឹកអំពិលហ្នឹងបងប្អូនជួនកាលហូបបាយហើយក៏ខ្ញុំដួសស្លហ្នឹងយកមកហូបលេងដែរបងប្អូនដោយសារចូលចិត្តឆៃឆ្ងាញ់ឥឡូវនេះចាប់សម្លរបស់ខ្ញុំចាប់ផ្ដើមស្អិនខ្ញុំធ្វើការដួសវាទុកមួយចានសិនដល់ឡៃសិនបងប្អូនព្រោះស្លយើងរៀងច្រើនដែរយើងទិញត្រីគេរៀងច្រើនដែរអញ្ចឹងយើងដួសទុកខ្លះទៅដើម្បីទុកពេលល្ងាចខ្លះអញ្ចឹងទៅសំចៃខ្លះទៅបងប្អូន